สำนักดิจิทัลสารบ้านอำเภอวินิวดอปลกอขมายวัดรับหมกมีตะพบวิ่งมุนเปอัญญาโทไทยบันดังจังนังการประมาณในรัสเซียไงตีดับบุญใครมีตัวน่าชนำปีปอนวัยปรามนี้ในเลือกหะตัมปอเฟซบุ๊กเพลการระบาดสำนักดิจิทัลสารประเทศพระสพีบ้านบังฮอนังเมียนคลำซาโดยขังกราวโดยสำนักบ้านอำเภอวินิวตะดอปลกอไอวัดรับหมกกันมีตะพบวิ่งมุนเปอัญญาโทไทยบันดังจังหรือก่อมีการประมาณสำนักกบ้านเป็นเจ้าพองได้ทาเนนาก็ดาวเอาตายจีขมายตัวมีนหรือกขมินไอกษาก็รีรัฐาพิบาลตัวยกบานแต่งอ๋อโดยขมินการหรืออ่างลาวนึกนงคลำซานุสำนักบานบันตอเตียทาดักบานโยลชบาทาจุมลูพรมดานกัมพูชีนังไทยอาจนังออกมันหลายเปยูปิไซเนเปกัมพูชีดะเปบันดังแต่การตุลาการจุดทออันตรจิต ICJ เป็นนุปุจโรนิยมไทยนังโยเทียไทยมวยจำนวนนังโรคเรื่องធ្វើបាបបងប្អូននេះជាហេតុពិតដែលបាននឹងកំពុងកាត់ឡើងដោយជិះពុំរួចជាមួយគ្នានេះផងដែរសម្ដេចក៏បានភ្ជាប់ជាមួយនឹងសាររបស់នាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាគឺសម្ដេចថាបតីហ៊ុនម៉ាណែតដែលមានខ្លឹមសារដូចខាងក្រោមនេះក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយដោយខាងក្រោមនេះក្រសួងពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង7ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែនការស្នាក់នៅបណ្ដោះអាសន្នការហូបចុកនិងការថែទាំព្យាបាលសុខភាពបឋមជូនបងប្អូននៅតំបន់ព្រំដែនក្រសួងការពារជាតិកងទ័ពជើងគោកសាលារាជធានីភ្នំពេញត្រៀមរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែនត្រឡប់ទៅស្រុកកំណើតក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រឡប់មកវិញដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមរាប់ម៉ឺននាក់សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃតាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមគិច្ចមួយចំនួនជាមួយគ្នានេះផងដែរសម្ដេចបានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រឡប់មកពីថៃវិញចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបានសម្ដេចក៏បានមានប្រសាសន៍បន្តទៀតថាពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហាស្មារតីសាមគ្គីឯកភាពជាតិនិងការជួយគ្នាទៅវិញទៅមកគឺជាចំណុចខ្លាំងរបស់ប្រជាជនជាតិខ្មែរយើង